លេងការភ្លេងកម្មចិញ្ច្រាំខ្ទេចខ្ទាំចិត្តខ្ញុំទ្រូងអើយក្តៅងំឈឺចាប់រឹតរួតពើផ្សាព្រោះតាហេរូបស្រីខ្ញុំស្នេហ៍នាងចូលរោងការចោលអស់ពីសន្យាដោយគ្រួសារបងខំស្រីเราเมื่อถอดออกมาเกชมัวใหม่จีโกนถักกายเครื่องสังหารมกีสะอาดนะจีมันนุกตอนสมัยบ้านรองไอ้บ้านเกทวยจีบปนนะสะสมคณีแมนเดนแจ๊ก็สกอครูสามไหมนำเป็นจัดอะไรได้อีบ้านจะรุกถอดลงไอ้แต่เอาเกรุยได้เกมีบำน้องจังสกอลงไอ้น้องเป็นนี่ฮะยิ่งอัดกระเปียไว้ทั้งออกคือขยมจองนายแต่ไอให้ขยมนายแบบปนขยมอ่ะก็อัดตอนเลยแค่นี้ได้คือขยมนายจะไหลแบบปนขยมอ่ะมันอาจจะแบบปนขยมบ้างbôi cái mặt tinh tế cái mau mong màn ốm ngay tính cái mặt bon này vui đó mày em đôi giật liên đâu đấy mày chị ăn này ta thì không ở riệp chom ấy cho vót này nè vót nơi tôm đuổi bắn thằng bố mày nhom tầm mới kêu phết mày chị ăn on nữa mày thơ mày thấy nó chấm mấy nè đi bật đá vào ấy bằng sao bằng gõ đâm đây ôi chị bật đá lấy ăn tây pin ai kia ốc ăn tây gọt bình sẵn cho được sáu cho mà đâm thế mày cái miệng anh nhá không ôi thôi anh mới này tây mình ngon bằng bình được sẵn ôi mình bắt chụp hạt không hay mà anh mới không sẵn hạt tây ngon bỏ lên ai chẳng đừng á môi trầm bị vô tiết á à lỡ ban tây nãy giờ tụi lội cái bằng ngọc thịt tôi chứ ở đây style đi được hay bom lùi bay chỉ ngọc ở lính cái bị sắp sớm nè
ก็ซอยไหมติ๊กมีนណាចូលឆ្នាំពលនេះមកអំពលត្រីនឹងស្រីទៅដឹងម៉ែតែក្នុងស្រះនេះច្បាស់ជាពលដោយសារឆ្នាំពលនេះជាសំខាន់ទេមកឲ្យសបកកំប៉ុងម៉ែម៉ែទៅប្តឹងប៉ូលីសតើអីមើលនេះត្រីមីងងាប់អស់មួយស្រះហើយសិធោណាឃើញកំប៉ុងឆ្នាំពលនៅក្បែរនឹងទៀតច្បាស់ជាមានអ្នកណាមកបំពុលត្រីមីងខាននេះមានអ្នកណាមានអំណរក្រក់មកលើគ្រួសារមីងទេដឹងមីងសង្ស័យអញ្ចឹងឯងតែមីងយកកំប៉ុងឆ្នាំនេះទៅប្តឹងប៉ូលីសបាទមីងទៅសាលាឃុំទៅសាលាឃុំធ្វើអីបងម៉ែសុភាឯងទៅមើលត្រីខ្ញុំមកងាប់អស់មួយស្រះអូយព្រះឲ្យមិញអញ្ចឹងធោណាវាឃើញកំប៉ុងឆ្នាំពលនៅក្បែរមកស្រះនោះទៀតខ្ញុំសង្ស័យតែមានអ្នកណាមកបំពុលត្រីខ្ញុំហ្មងឥឡូវនេះខ្ញុំយកកំប៉ុងឆ្នាំនេះទៅប្តឹងប៉ូលីសចាហើយឥឡូវខ្ញុំទៅសិនហើយចាចាំមកវិញចាំនិយាយគ្នាចាបងចាអូយងាប់កំងអស់ត្រីនៅស្រះមានអីនោះម៉ែវាគាត់ថាត្រីគាត់ពលងាប់អស់មួយស្រះបាយមើលមិនមិនចឹងគាត់ថាអ្នកសិធោឃើញសបកកំប៉ុងឆ្នាំពលនឹងមាត់ស្រះសង្ស័យអ្នកណាយកឆ្នាំពលមកបំពុលត្រីគាត់នឹងត្មងឥឡូវនោះយកសបកកំប៉ុងឆ្នាំពលនឹងទៅប្តឹងសាលាឃុំបាត់ហើយអូណែចុងឥឡូវចាលោកគេទៅមើលមើលណាសង្ស័យថាអ្នកណាតែចេញឯងគាត់ធ្វើប្រធានភូមិនឹងត្មងអ៊ំជួយមកពីណាអ៊ំមកញ៉ាំរៀនតិចមកដល់យូរបាទស្ទួយអ៊ំគួយលេងមួយបាទអានិតញ៉ារឿននឹងក្មួយកសលដល់ហើយឡងហើយមានរឿងអីអ៊ំត្រីរបស់គ្នាណាត្រូវបូមលក់ឲ្យគេថ្ងៃហ្នឹងហើយមិនដឹងអ្នកណាទៅបំពុលត្រីគ្នាងាប់អស់មួយស្រះហ្នឹងណាហើយបានជាអ៊ំដឹងថាគេបំពុលទេដំបូងគ្រាន់តែសង្ស័យទេព្រោះអីឃើញអាសបកកំប៉ុងឆ្នាំពុលវានៅក្បែរមាត់ស្រះហ្នឹងប៉ុន្តែដល់ពេលក្មួយកសលតំណាក់តំណងទៅមិត្តភ័ក្តិគេឲ្យមកធ្វើការពិសោធន៍ទៅបានយើងដឹងថាត្រីហ្នឹងងាប់ដោយសារឆ្នាំពុលមែនហ្នឹងតែខ្ញុំឮគេអ្នកភូមិគេថាគ្រួសារមានរឿនណាអ្នកភូមិគេចូលចិត្តច្រើនណាហេតុអីក៏ឥឡូវមកភូមិមកគេកំពុងឲ្យឆ្ងល់គ្រប់តែគ្នាដែរហ្នឹងណាអើយមិនដឹងអ្នកណាគេទៅគុំគួនធ្វើបាបគ្នាដល់ថ្នាក់ហ្នឹងនេះពិតជាមិនខ្លាចមានបាបកម្មមែនហ្នឹងណាសរំសុខសប្បាយអូនណាអត់អីទេណែពួយស៊ីធោមិនទាន់ត្រឡប់មកវិញទេកូនអូកូនកំពុងតែនៅជាមួយបងកសោពុកបន្តិចទៀតបើគាត់មកវិញមករយៈនេះគាត់អាសាសួរនាំនឹងនឹកពីស៊ីធោខ្លាំងអ៊ំអូអញ្ចឹងហ៎បាទខ្ញុំមកចេះតែមានអារម្មណ៍ខ្លាចមិនទេបងគូណាគ្រូសាខ្ញុំមកមានគេស្អប់នឹងគុំធ្វើបាបបែបនេះសោះនៅតែផ្ទះទៅមិនអីទេព្រោះមិញរឿនហើយនឹងបងកសលពូគាត់ទៅដឹងសមត្ថកិច្ចអស់ហើយសំខាន់ណាស់ពេលទៅណាមកណាម៉ាលីឯងត្រូវទៅដើរមានគ្នាកុំទៅម្នាក់ឯងចាបងក៏សល់ជួយមកភ័ក្រត្រឡប់ទៅវិញឥឡូវនៅមិនតឃើញមកវិញទៀតខ្ញុំបារម្ភពីគាត់ណាបងឃើញបងកសលគាត់ទៅជាមួយវត្តដែរតែបងគិតថាប្រហែលជាមិនអីទេឥឡូវបងយកម្ហូបនេះទៅធ្វើសិនដើម្បីឲ្យតន់ដូចភ្លឺណាចាអរគុណឯងបងទៅសិនទេណាចា
មិនម៉ៅហើយបានលុយពីណាច្រើនមែននេះអត់ខ្លាចជ្រូកអូនណា ខ្ញុំឃើញបងសពងតាយន្តឲ្យដាំសាំង បកកកាន់ទូរស័ព្ទនឹងដៃស្រួលតាក់តងគ្នានេះ បើចុះបាត់ស៊ីធោតាំងពីស្មានណា កាលពីក្បាលល្ងាចខ្ញុំឃើញគាត់មកទិញម្ហូបខ្ញុំតា ហ្នឹងហើយតែគាត់មកទិញម្ហូបឲ្យបាត់រហូតហ្នឹងប៉ុន្តែខ្ញុំឃើញម្ហូបនៅលើខែតាបង ខ្លួនមកទៅបានតំណឹងពីស៊ីធោទេកូន ពួកគាត់ក៏ដូចគ្នាហ្នឹងពុក អូយស៊ីធោមានបានដើរចោលផ្ទះរហូតយប់លុបអញ្ចឹងទេណាកូនហើយពុកបានទូរស័ព្ទទៅឡុងដែរប៉ុន្តែវាមិនចូលទៅចូលម្ដាយគេនោះវិញ ហើយពុកមានប្រាប់គាត់ថាបើនឹងថតពុក អត់ទេពុកក៏មានបានប្រាប់អីទេ ឥឡូវនៅតែមិនទាន់ដឹងតែស៊ីធូនឯណាទៀតទេលោកបង នៅទេអញ្ចឹងមែនយើងចែកកម្លាំងគ្នាតាមរកស៊ីធោឥឡូវទៅអីអ៊ំ អញ្ចឹងគាត់ទៅឆាប់នាំគ្នាទៅរកស៊ីធូនទៅកូនទៅអីលោកបងឯងគួរតែរាយការណ៍ប្រាប់ប៉ូលីសផងទៅ បានណាពុក បានមកវត្តបាទយកម៉ូតូដឹកសរឹមទៅណាទៅលើសរឹមដឹងពីកន្លែងដែរស៊ីធោអាសាទៅចាំមកជិះកង់តាមខ្លួនណាបាទបងមកសរឹមមក គួរមកចិត្តទៅជាមួយនេះថាបានគ្នា មែនហើយ ចាំទៅណាម៉ែ ចាំទេអ៊ំជូនលោកបងទៅដឹងប៉ូលីស ចាអូនចា មកដល់ជួយនោះ ស៊ីធោអូនញ៉ាំបាយតិចទៅណា ខ្ញុំប្រាប់ឲ្យតែខ្ញុំអត់ហូបទេព្រោះខ្លាចបាយនៅមានថ្នាំពុល អូនគិតថាបងជាមនុស្សសាហាវដាច់ចិត្តស្លាប់ប្រពន្ធខ្លួនឯងអញ្ចឹងហ៎ ថាមិនត្រូវដែរបើមនុស្សល្អគេមិនប្រើល្បិចចាប់ខំខ្ញុំមកបែបនេះ ចុះបងនឹងលោមអូនធំត្រូវអូនព្រមមកតាមបងធ្វើអី ឃើញលោកឯងយល់ពីច្បាប់ដិតតែថាការចាប់ខំមនុស្សមិនតូចធ្ងន់បែបណានោះ តែអូនណាគឺជាប្រពន្ធបងមិនជឿថាអូនដាច់ចិត្តប្តឹងពីបងទេ ធ្វើដូចជារឿងហ្នឹងសប្បាយណាស់អញ្ចឹងមិនដឹងថាអ៊ំហើយនឹងអ្នកផ្ទះក៏បារម្ភពីខ្ញុំយ៉ាងណានោះទេ អូបងភ្លេចឆឹងទៅថាទេប្រាប់អូនចាំតិចណា ម៉ែបងមិនឃើញបងខ្ញុំអត់ បងជិះកង់តាមរហដល់ផ្ទះមិត្តភក្តិស៊ីធោអស់តែគេប្រាប់ថាអត់ឃើញទេ អើយវីវ៉អញ្ចឹងអូមិនសរឹមក៏មិនតាន់ឃើញមកទៀតយើងសង្ឃឹមថាបាយខ្ញុំគ្មាននឹងអីកើតឡើងទៅចុះ អូននោះសង្ស័យថាវត្តដល់សរឹមគេមកដល់ហើយចឹង វត្តសរឹមមិនអាយរកស៊ីថោឃើញហើយក្មួយ មិញពុកក៏បានទេប្រាប់ខ្ញុំថាមកស៊ីថងក៏កំពុងតែនៅជាមួយបងឡងអ៊ំព្រោះបងឡងបានទេប្រាប់គាត់ ចេះតែធ្វើឲ្យគេចលាចលចឹងទៅកើត បងឡងឆាប់ជូនផ្ទះវិញមើល ទៅផ្ទះមកអត់ អត់ទេទៅផ្ទះខ្ញុំវិញ បាត់ទៅផ្ទះមកបាត់បងទៅបើអូនព្រមទៅតាមបងទេមានតែពីរអ្នកយើងនៅទីនេះរហូត អ
ញនេះ ទៅផ្ទះយើងមិនទៅណាអូនណា សុំនឹងថាឥឡូវនេះក្រុមគ្រួសារកសលកំពុងតែសង្ស័យលើអ្នកភូមិគ្នាឯងជាពិសេសអ្នកដែលចំណាយនឹងម៉ែរបស់វាជាប់ឆ្នោតជាប្រធានភូមិឥឡូវយើងគួរធ្វើយ៉ាងម៉េចទៀតជាមួយគ្រួសារកសលទៀតរបស់ទៅវិញប្រពន្ធយើងនៅក្នុងផ្ទះដាក់បំពល់បន្លាយវាទៀតអត់ទៀតព្រោះតែយើងបំពល់ត្រូវវាក៏អត់បាច់ស្រះគ្រួសារវាខាតសត្វបោះដៃបាច់ជើងទៅហើយឥឡូវប៉ុណ្ណឹងបានហើយបាច់ធ្វើអីទៀតទេហើយឥឡូវយើងឲ្យវាយរបស់ហើយចង់ខ្ញុំមិនទានណាខ្ញុំចង់មកសួរទៀតធ្វើបាបវាទៀតអត់ប៉ុណ្ណឹងបានហើយបាច់ធ្វើអីទៀតទេចាំយើងត្រូវការយើងហៅពួកឯងមកឥឡូវខ្ញុំពេញទៅវិញសិនបាទនេះសិនណា